ថ្មីនេះសាធារណជនជាច្រើនបាននាំគ្នាចូលរួមពហិការប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT បន្ទាប់ពីបានដឹងថាអ្នកបង្កើតក្រុមហ៊ុននេះគឺជាមេតបសៀមដែលធ្លាប់បានធ្វើទុកបុកម្នេញប្រជាជនខ្មែរយ៉ាងវេទនាជាក់ស្ដែងយោងតាមកណនី Facebook ឈ្មោះញឹកប៊ុនលៀបបានបង្ហោះរូបភាពដែលអមមកជាមួយខ្លឹមសារថាគ្រៀងស័កភូម៉ាណាន់ជាមេតបសៀមដែលកាលពីឆ្នាំ1979បានដឹកជនភៀសខ្លួនខ្មែរទៅចាក់ចោលភ្នំដងរែកខ្មែរស្លាប់រាប់ពាន់នាក់ដោយជន់មីននិងអត់អាហារចរិតខូខើណាស់ជាម្ចាស់ក្រុមហ៊ុនប្រេង PTT យើងគួរពហិការចាក់ប្រេងបន្ទាប់ពីការបង្ហោះមួយនោះត្រូវបានចែកចាយពេញបណ្ដាញសង្គមក៏ឃើញថាមានអ្នកប្រើប្រាស់បណ្ដាញសង្គមឈ្មោះទីខន្ទីក៏បានធ្វើការបង្ហោះផងដែរដោយក្នុងនោះមានខ្លឹមសារថាដូចជាមានអ្នកចាប់ផ្ដើមរំលឹករឿងសៀមដឹកខ្មែរទៅចាក់ចោលនៅភ្នំដងរែកក្នុងអំឡុងឆ្នាំ80ស្ដើងកាលយើងទៅបែកពីរបបខ្មែរក្រហមហើយក្នុងចំណោមខ្មែររាប់ពាន់អ្នកនោះមានគ្រួសារខ្ញុំមួយគ្រួសារដែរដែលធ្លាប់ទទួលរងគ្រោះក្នុងអំពើព្រៃផ្សៃមនុស្សអសធម៌នោះដើរកាត់វាលចំការមីនអត់ទឹកផឹកហើយតម្រួតសៀមហាមមិនឲ្យឆ្លងចូលដីយើងមានតែបង្ខំចិត្តតោងវត្តចុះឡើងតាមជញ្ជាំងភ្នំដើម្បីមកទឹកដីខ្មែរដោយគិតថានៅលើភ្នំគ្មានសង្ឃឹមរស់ទេតែបើចុះតាមវត្តអាចរស់ឬអាចស្លាប់អរគុណអ្នកដែលបានកោះរឿងនេះឡើងវិញវាជាអនុស្សាវរីយ៍ដ៏ជូរចត់របស់ជនភៀសខ្លួនខ្មែរអោមហាភ្នំដងរែកយ៉ាងណាមិញពាក់ព័ន្ធនឹងរឿងរ៉ាវដែលសៀមធ្លាប់បានធ្វើមកដាក់ខ្មែរដូច្នេះសង្កេតឃើញថាមិនមែនមានត្រឹមតែម្ចាស់គណនីរូបនេះនោះទេដែលលើកយកមកនិយាយក្រៅពីនេះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមឈ្មោះគួយណារ៉េតក៏បានបង្ហោះដោយភ្ជាប់មកជាមួយសំណេរថាមានអ្នករំលឹកហើយខ្ញុំក៏និយាយបញ្ជាក់រឿងនេះថាពិតប្រាកដណាស់តបឬទាហានសៀមបានធ្វើបាបដល់ជនភៀសខ្លួនខ្មែរក្នុងជំរំនងច័ន្ទចាប់រំលោភស្រីនិងវាយប្រុសលាក់ក្រោយពីបានរំដោះប្រជាជនខ្មែររត់ទៅថៃដើម្បីឆ្លងកាត់ប្រទេសអាមេរិកថៃហៅប្រទេសទី3ដែលមានអង្គការផ្សព្វផ្សាយឲ្យបងប្អូនខ្មែរយើងណាដែលមានសាច់ញាតិនៅប្រទេសអាមេរិកប្រាប់អាសយដ្ឋានឈ្មោះនិងអង្គការនិងប្រកាសឲ្យសាច់ញាតិមកយកទៅប្រទេសទី3ឡានក្រុងថៃធំបានមកដល់ប្រកាសបងប្អូនឡើងឡានទៅប្រទេសទី3នោះពេលនោះម្ដាយខ្ញុំឮភ្លាមនាំកូនស្រី5នាក់ប្រជ្រៀតឡើងឡានតាមគេតាមឯងមានអីថៃដឹកមកដល់ដងព្រៃភ្នំដេញចុះពីឡានហើយប្រាប់ថានេះហើយជាប្រទេសទី3នាំគ្នាតោងវត្តចុះតាមជំរះភ្នំឃើញខ្មោចដេកស្លាប់ហើមកោគ្នាមានអ្នកដឹងមុនថាឲ្យដើរជន់លើខ្មោចទៅផុតពីក្របមីនដឹងច្បាស់ជាងនេះមានតែម្ដាយនិងបងស្រីខ្ញុំទេគាត់រៀបរាប់បានច្រើនព្រោះកាលនោះខ្ញុំនៅតូចបងស្រីនៅអ៊ីវនៅឡើយតាមរយៈការបង្ហោះទាំងនេះផងដែរឃើញមានពលរដ្ឋខ្មែរផ្សេងទៀតបានចូលខមមិនដោយអះអាងថាទាំងនេះគឺសុទ្ធសឹងតែជារឿងពិតដែលខ្មែរមិនអាចបំភ្លេចបានក្នុងនោះមានការលើកឡើងថាតាមការយល់ឃើញជាក់ស្ដែងនិងតាមការប្រាប់ផ្ទាល់ពីអ្នកភូមិវាគឺជារឿងពិតនៅថ្ងៃមួយមានទាហានសារនារីថៃបានចុះមកព្រំដែនខ្មែរថៃនៅមុខជំរំគប់ខ្ជូងពេលឃើញបងប្អូនខ្មែរយើងទៅទិញទំនិញនៅទីនោះស្រាប់តែពួកថៃទាញកំភ្លើងមកបាញ់ខ្មែរយើងដួលស្លាប់របួសយ៉ាងច្រើនសាហាវបំផុតក្នុងឆ្នាំ1980ខ្ញុំបាននាំបងប្អូនខ្មែរសុរិនហើយបាននិយាយលេងជាមួយគាត់រស់នៅភូមិភ្លើងឬបានប្លង់ស្រុកប្រាសាទឬអំភើប្រាសាទខេត្តសុរិនគាត់ថាស្រណោះណាស់ខ្មែរយើងដែលរត់មកពីកម្ពុជាឆ្នាំ1979ចូលមកក្នុងទឹកដីថៃត្រូវទាហានសៀមចាប់បានយកទៅដុតទាំងរស់ដោយចាប់ចងរួចច្រកចូលទៅក្នុងកង់ឡានធំហើយចាក់សាំងដុតទាំងរស់គាត់ឮសូរសំឡេងស្រែកទ្រហោយំយ៉ាងអាណោចអាធមជាពន់ពេកណាស់ខ្ញុំសួរគាត់ថាមិនបានជាគាត់ដឹងគាត់ថាខ្ញុំទៅធ្វើស្រែនៅចិត្តបន្ទាយទាហានសៀមនឹងឮសូរសម្រែកស្រែកសឹងរាល់យប់ឃើញអណ្ដាតភ្លើងផងធ្លាយពីថ្នល់ជាតិជិត10គីឡូទៅខាងលិចផ្លូវពីភូមិបានប្លង់